ក្មេងស្រីនោះបានបេះផ្លែប៉ោមពីដើមឈើដើម្បីបំបត្តិការស្រេកទឹកប៉ុន្តែនៅពេលដែលនាងខំភ្លាមផ្លែប៉ោមដែលធ្លាប់ស្រស់ក៏ចាប់ផ្ដើមរលួយនៅចំពោះមុខនាងសូម្បីតែដង្កូវរាប់មិនអស់ក៏វាចេញពីខាងក្នុងដែរនៅពេលដែលនាងងើបមុខមើលម្ដងទៀតផ្លែឈើក៏បាត់បង់ជំនួសមកវិញដោយទេសភាពនរកពណ៌ឈាមផ្លែប៉ោមដែលព្យួរនៅលើដើមឈើទាំងអស់បានคล้ายជាសាកសពព្យួរមុនពេលដែលនាងអាចប្រតិកម្មទប់ទើដើមឈើនៅពីមុខនាងស្រាប់តែបែកចេញហើយប្រែคล้ายជាសត្វចម្លែកក្បាលឈាមដ៏គួរឲ្យខ្លាចដែលកំពុងសាកចូលមករកនាងវាច្បាស់ណាស់ថាកំពុងព្យាយាមយកអ្វីដែលជារបស់វាមកវិញដោយភាពភ័យខ្លាចនាងក៏ខ្ចាក់បំណែកផ្លែប៉ោមចេញពីមាត់ភ្លាមហើយទាំងអស់នេះគឺជាផ្នែកមួយនៃការសាកល្បងដែលសម្គាល់ការឈានចូលវ័យរបស់នាងឈ្មោះលីណាក្នុងរយៈពេលត្រឹមតែពាក់កណ្ដាលខែទៀតនាងនឹងមានអាយុ16ឆ្នាំយោងតាមប្រពៃណីរបស់មេធ្មឹបនាងត្រូវតែទៅព្រះវិហារនៃយប់ដើម្បីទទួលពិធីជាមួយទឹកងងឹតហើយក្លាយជាមេធ្មឹបពិតប្រាកដសម្រាប់ពេលនេះនាងគ្រាន់តែជាកូនកាត់មនុស្សនៅមេធ្មឹបប៉ុណ្ណោះបន្ទាប់ពីឪពុកម្ដាយរបស់នាងស្លាប់ទៅនាងត្រូវបានចិញ្ចឹមដោយមីងមេធ្មឹបទាំងពីររបស់នាងតែងតែសង្ឃឹមថានាងនឹងបន្តកេរដំណែលរបស់ឪពុកហើយស្ដារកិត្តិយសគ្រួសារឡើងវិញប៉ុន្តែនៅពេលដែលនាងក្លាយជាមេធ្មឹបពេញលេញនាងនឹងត្រូវកាត់ផ្ដាច់ទំនាក់ទំនាក់ទាំងស្រុងជាមួយពិភពលោកមនុស្សដើម្បីធ្វើអ្វីៗកាន់តែពិបាកនាងមានមិត្តប្រុសជាមនុស្សដែលនាងស្រឡាញ់យ៉ាងខ្លាំងម្ខាងគឺជាកេរដំណែលរបស់គ្រួសារម្ខាងទៀតគឺសេចក្តីស្រឡាញ់នាងគ្រាន់តែមិនអាចជ្រើសរើសរវាងពួកគេទាំងពីរនៅតែបន្តដាក់សម្ពាធលើនាងឲ្យធ្វើការសម្រេចចិត្តថ្ងៃមួយមីងចាស់របស់នាងបានយកកាតាឡុកវិញ្ញាណផ្លូវការមកហើយប្រាប់ឲ្យនាងជ្រើសរើសវិញ្ញាណគាំទ្ររបស់នាងលីណាបដិសេធមិនធ្វើតាមផ្លូវដែលត្រូវបានគ្រោងទុកសម្រាប់នាងដើម្បីឲ្យមីងរបស់នាងឈប់រំខាននាងបានយកខ្សែក្រវ៉ាត់សម្រិតហើយដើរចូលទៅក្នុងជនបទដោយសង្ឃឹមថានឹងកោះហៅវិញ្ញាណគាំទ្រប្រេដោយខ្លួនឯងប៉ុន្តែដោយសារនាងមិនទាន់បានឆ្លងកាត់ពិធីជាមួយទឹកទេវេទមន្តរបស់នាងខ្សោយពេកក្នុងការគ្រប់គ្រងពិធីកោះហៅជំនួសឲ្យការកោះហៅវិញ្ញាណនាងបានកោះហៅមេធ្មឹបឈាមសុទ្ធ3នាក់ដែលក្រអឺតក្រពីសាលាវេទមន្តដោយជាដនពួកគេមើលងាយលីណាថាជាកូនកាត់ភ្លាមដែលពួកគេជួបគ្នាពួកគេបានចាប់ដើមអមាស់មុខនឹងនាងដោយអាក្រាវិរុទ្ធសូម្បីតែនិយាយថានាងបានធ្វើឲ្យខូចកិត្តិយសចំណេញពុយសាសមេធ្មឹបទាំងមូលអ្នកកំពុងដាក់បណ្ដាសាខ្ញុំមែនទេលីណាត្រូវបានគ្របដណ្ដប់យ៉ាងឆាប់រហ័សដោយវេទមន្តរបស់ពួកគេភាពជឿចាប់ស្រួយស្រាវបានចាក់ទម្លុំទ្រូងរបស់នាងហើយឈាមក៏ចាប់ដើមហូរចេញពីច្រមុះនោះហើយជាពេលដែលនាងដឹងថារឿងរ៉ាវបានคล้ายជាធ្ងន់ហើយក៏រត់ទៅផ្ទះឲ្យលឿនតាមដែលធ្វើតែបានមីងក្មេងរបស់នាងបានដឹងភ្លាមនៅអ្វីដែលបានកើតឡើងនាងបានយកពមន់មួយដើម្បីដកបណ្ដាសាលីណាបានបំបែកពមន់ចូលទៅក្នុងចានពណ៌សហើយពមន់ក៏ប្រែជាពណ៌ក្រហមឈាមវាជាសញ្ញានៃបណ្ដាសាឈាមដែលនឹងបន្តិចម្ដងទើបបឺតយកសុខភាពនិងឆន្ទៈរបស់លីណាដើម្បីសង្គ្រោះនាងមីងរបស់នាងបានឲ្យនាងត្រាំក្នុងទឹកអំបិលរយៈ2អាទិត្យរួមទាំងទៀនដាក់បញ្ច្រាសដើម្បីបំបែកបណ្ដាសាប៉ុន្តែនៅក្នុងបរិយាកាសដ៏ចម្លែកនោះលីណាបានដេកលក់ដោយមិនដឹងខ្លួនពេលកំពុងគេងនាងបានយល់សប្តិឃើញរឿងរ៉ាវដ៏គួរឲ្យរំខាននៅក្នុងសុបិននាងបានឃើញខ្លួនឯងនៅជ្រៅក្នុងព្រៃដ៏ត្រជាក់និងគួរឲ្យខ្លាចឪពុកម្ដាយរបស់នាងដែលបានស្លាប់កាលពីម៉ានឆ្នាំមុនកំពុងឈរនៅចម្ងាយនាងទើបតែហៅពួកគេដើម្បីប្រាប់ពួកគេថានាងនៅពួកគេប៉ុណ្ណាប៉ុន្តែពួកគេបានងាកក្រោយហើយដើរចេញទៅនាងបានឃើញហើយខ្ញុំមិនអាចមកបានទេនៅពេលដែលលីណាមើលឃើញច្បាស់ជាងមុនវាបានប្រែទៅជាឆ្មាក់ខ្មែរមួយចាប់ពីពេលនោះមកវាបានក្លាយជាវិញ្ញាណអាណាព្យាបាលផ្ទាល់ខ្លួនរបស់លីណាប៉ុន្តែនៅថ្ងៃខួបកំណើតទី16របស់នាងដែលនៅសល់តែ2ថ្ងៃទៀតប៉ុណ្ណោះលីណានៅតែមិនអាចសម្រេចចិត្តថាត្រូវទទួលពិធីជំនួយទឹកឬអត់ពេលនោះហើយដែលអ្វីដែលបងប្អូនជីដូនមួយរបស់នាងនិយាយបានធ្វើឲ្យនាងនៅឃើញគំនិតមួយគាត់បានប្រាប់នាងថាមានដើមឈើហាមខេតមួយនៅជ្រៅក្នុងព្រៃអ្នកណាដែលស៊ីផ្លែរបស់វាអាចមើលឃើញអនាគតទៅមុខរបស់ពួកគេលីណាចង់ឃើញអនាគតរបស់នាងមុននឹងធ្វើការសម្រេចចិត្តដូច្នេះនាងក៏បានចេញដំណើរដោយអន្ទះសារអ្វីដែលពួកគេមិនដឹងគឺថាក្អែកដែលទុំនៅលើដំបូលបានលឺអ្វីៗទាំងអស់វាបានហោះទៅបង្អស់ចំអាប់ផាត់មិនមួយភ្លាមហើយរាយការណ៍អ្វីៗទាំងអស់ទៅស្ត្រីម្នាក់នាងគឺជាម្ដាយរបស់បេសាចជាអ្នកបម្រើរបស់ម្ចាស់ងងឹតគោលដៅរបស់នាងគឺធ្វើឲ្យប្រកបថាលីណាទទួលយកពិធីចំណុចទឹកដោយស្ម័គ្រចិត្តហើយខ្លាចជាអ្នកដែលតាមដ៏ស្ម័គ្រចំអពររបស់ម្ចាស់ងងឹតនៅថ្ងៃបន្ទាប់ភ្លាមនៅពេលលីណាចូលទៅក្នុងព្រៃនាងត្រូវបានវាប្រហារដោយមនុស្សចម្បែងនោះពួកគេចាប់កញ្ជើងនាងយ៉ាងតឹងហើយព្យាយាមអូសនាងចេញទៅវាគឺជាម្ដាយរបស់បេសាចដែលនៅពីក្រោយឆាកដែលសង្ឃឹមថានឹងបញ្ជូនលីណាអំពីអំណាចនៃភាពងងឹតសំណាងល្អនៅពេលដែលសំខាន់នោះឆ្មាខ្មែរក៏បានបង្ហាញខ្លួនតាន់ពេលដែលចាប់មនុស្សចម្បែងជាប់មានតែពេលនោះទេដែលលីណាអាចរកឃើញដើមឈើហាមខេតក្នុងតំណានហើយនោះហើយជានាំមកមានឈុតឆាកបែកឆាកបន្ទាប់ពីភ័យខ្លាចរត់មកផ្ទះវិញលីណាបានរត់ទៅជំនុំសាសនាចក្រនៃរីត្រីដែលជាតំណាងរបស់ម្ចាស់ងងឹតសាតាំងនៅលើផែនដីគាត់បានប្រាប់លីណាថាអនាគតដែលបង្ហាញដោយផ្លែឈើហាមខេតមិនមែនជាអ្វីដែលកំណត់ទុកនោះទេនាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាងនៅតែអាចនៅជាមួយមិត្តប្រុសចំនួនរបស់នាងហើយនៅតែមានសេរីភាពនៅទីបំផុតលីណាក៏យល់ព្រមនាងសន្យាថានៅយប់ព្រះច័ន្ទឈាមចូលរួមពិធីជំនួយទឹកជាផ្លូវការប៉ុន្តែមុននោះនាងបានសម្រេចចិត្តសងសឹកឲ្យមិត្តភក្តិដែលត្រូវបានគេធ្វើបាបនាងបានស្វែងរកមេធ្មត់ឈាមសុទ្ធទាំង3នាក់ដែលធ្លាប់បានធ្វើឲ្យនាងអាម៉ាស់មកពីមុននាងបានសន្យាក៏ហាក់ថានឹងមិនដែលចូលរៀននៅសាលាមេធ្មត់ព្រឹកធ្វើឲ្យខូចកិត្តិយសរបស់ពួកគេឡើយ
ជាធ្នូមកវិញនាងបានសូមឲ្យពួកគេបង្រៀនក្មេងតំណែង4នាក់ឲ្យរៀងចាលប៉ុន្តែខណៈពេលដែលនាងនៅនិយាយនាងបានលាក់ដៃមកខាងនៅពីក្រោយខ្នងហើយធ្វើកាយវិការបណ្ដាសាប្រឆាំងបុរាណពួកគេលួចដាក់អាខារវិរុទ្ធលើនាងទៀតហើយធ្វើឲ្យវាត្រឡប់មកលើនាងវិញនាងមិនដឹងទេថាទោះបីជាគ្មានការសញ្ញាក៏ដោយក៏មានថ្មនៅសប្បាយចិត្តនឹងជួយសម្រាប់ពួកគេវាគ្រាន់តែជាការកំសាន្តប៉ុណ្ណោះហើយបន្ទាប់ពីគ្មានតំណែងទទួលបានអ្វីដែលពួកគេសំនឹងទទួលបានមេថ្មទាំង3នាក់ថែមទាំងបានបង្ហាញទម្រង់វិស័យដ៏គួរឲ្យខ្លាចរបស់ពួកគេបានទុកឲ្យគ្មានតំណែងទាំងនោះមានរបួសផ្លូវចិត្តអស់មួយជីវិតវាជាលើបន្ពត់ដែលលីណាពិតជាបានដឹងថាតើអំណាចអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងបានយ៉ាងងាយស្រួលប៉ុណ្ណានាងបានចាប់ផ្ដើមទទួលយកវេទមន្តងងឹតហើយថែមទាំងរងចាំយកប្រច័ណ្ឌឈាមទៀតផងប៉ុន្តែអ្វីដែលនាងមិនដឹងគឺថាពិធីនេះដែលហាក់ដូចជាជំរឿនផ្ទាល់ខ្លួនរបស់នាង